ឬភ្លើងពណ៌ខៀវនៃ Magic បានបញ្ចេញពន្លឺដែលជាសញ្ញានៃការចូលទៅកាន់ជាន់ទី12នៃ Tower បរិយាកាសត្រជាក់បានលេចឡើងនៅជុំវិញពួកគេហើយ System បានផ្ដល់ Main Mission ឲ្យពួកគេកំទេច Ice Icosphere Vessel ចំនួន20ក្បាលពួកគេបានមកដល់កណ្ដាលតំបន់ទឹកកកដ៏ល្វឹងល្វើយហើយខ្យល់ព្យុះព្រិលយ៉ាងខ្លាំងបានបក់បោកភ្លាមឆ្លងកាត់វាលព្រិលជូយ៉កបានញ័រខ្លួនយ៉ាងខ្លាំងហើយបានបញ្ជាឲ្យដៃគូរបស់គេប្រយុទ្ធឲ្យយឺតបំផុតតាមដែលអាចធ្វើទៅបានដើម្បីជៀសវាងការបង្កឲ្យមាន History Notice ថ្នាក់ខ្ពស់មួយទៀតដង្ហើមរបស់គេបានប្រែជាផ្សែងខណៈដែលសាយសត្វដ៏ត្រជាក់បានធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះយ៉ាងលឿនដែលធ្វើឲ្យគេដឹងថា Zone នេះគឺត្រជាក់ជាងអ្វីដែលគេរំពឹងទុកឆ្ងាយណាស់កុសាក់បានងក់ក្បាលដោយស្ដាប់បង្គាប់ហើយប្រាប់ Master របស់គេឲ្យទ្រាំនឹងភាពត្រជាក់មួយផ្លេតខណៈពេលដែលគេដោះស្រាយគោលដៅទាំងនោះទោះជាយ៉ាងណាក៏ដោយឃើញ Master របស់គេញ័រខ្លួនយ៉ាងខ្លាំង Assassin រូបនេះក៏ស្រាប់តែមានការស្លន់ស្លោហើយសម្លឹងមើលគេដោយភាពព្រួយបារម្ភយ៉ាងខ្លាំងដោយភ័យខ្លាចថា Master របស់គេអាចនឹងកកស្លាប់ Warrior រូបនេះបានបោះបង់ចោលផែនការដោយយឺតៗទាំងស្រុងហើយស្ទុះទៅមុខដោយប្រើ Full Power គេបានបញ្ចេញការកាប់ប្រហារយ៉ាងសាហាវដោយព្យុះដោយស្រែកថាជំងឺផ្ដាសាយគឺជាគ្រោះថ្នាក់ដែលមិនអាចព្យាបាលបានចំពោះជីវិតដ៏មានតម្លៃរបស់ Master Key ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុន្មានក្រុម Vessels ទាំងអស់ត្រូវបានកំទេចចោលយ៉ាងរលូនដែលធ្វើឲ្យ Master សម្លឹងមើលដោយភាពស្រឡាំងកាំងទាំង System ដែលគេភ័យខ្លាចនោះបានលេចឡើងភ្លាមដោយបញ្ជាក់ពីការបញ្ចប់កម្រិត Explosive Rank យ៉ាងល្អឥតខ្ចោះមួយទៀតនិងទទួលបានរង្វាន់ជា Platinum Badge នៅខាងក្រៅច្រកចូល Tower ភ្នាក់ងារទាំងពីរនាក់ដែលកំពុងរងចាំបានសម្លឹងមើលឧបករណ៍របស់ពួកគេដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលកំណត់ត្រាត្រូវទើបតែ Register ភ្លាមបន្ទាប់ពីត្រឡប់មកកាន់ Apartment វិញបរិះវ័យក្មេងបានដឹងថាជាន់ទី13អាចនឹងប្រែជាឧបសគ្គដែលលំបាកជាងមុនឆ្ងាយណាស់បន្ទាប់ពីបញ្ចប់ Raid ដ៏លឿនដូចផ្លេចបន្ទោចុងក្រោយរបស់ពួកគេបានហៅ Summon របស់គេត្រឡប់មកវិញភ្លាមដោយទុកឲ្យបន្ទប់ស្ងប់ស្ងាត់ម្ដងទៀតគេបានរអួលទាំអំពីច្បាប់ដ៏តឹងរ៉ឹងដែលគេបានខិតខំបង្កើតឡើងដោយគម្រាមថានឹងមិនឲ្យបាយល្ងាចស៊ីឡើយចំពោះនរណាដែលបដិសេធមិនស្ដាប់តាមការបញ្ជារបស់គេការតតាំងនៃជាន់ទី13បានមកដល់ក្នុងពេលឆាប់ដោយបង្ហាញពីផ្លូវដើរត្រង់ដែលពោពេញទៅដោយយន្តការបាញ់ប្រហារនិងអន្ទាក់សកម្មដែលបង្កប់ខ្លួនយ៉ាងក្រាស់ក្រែលគ្រោះថ្នាក់ទាំងនោះគឺមិនអាចជៀសវាងបានឡើយព្រោះចំនួននៃកត្តាមិនអាចទូទាយបានជាច្រើនបានធ្វើឲ្យការផ្លាស់ទីរបស់ពួកគេស្ថិតក្នុងហានិភ័យជាប្រចាំមុនពេលដែលគេអាចរៀបចំ strategy សមរម្យណាមួយ Warrior រូបនេះបានចាប់គេយ៉ាងស្អិតហើយស្ទុះរត់កាត់តំបន់គ្រោះថ្នាក់នោះយ៉ាងលឿនដោយផ្លេចបន្ទោក្នុងរយៈពេលត្រឹមតែមួយផ្លេត System បានប្រកាសអាសន្នឡើងដោយបញ្ជាក់ថាពួកគេបានឃ្លាជាន់ទី13ជាមួយនឹង Express Prospering ដ៏ល្អឥតខ្ចោះមួយទៀតបន្តទៅកាន់ជាន់ទី14ពួកគេត្រូវប្រឈមមុខនឹងក្រុម Eyeball Badge ដែលអាចបញ្ចេញរលកសម្លេងបានយ៉ាងទូលំទូលាយ Assassin រូបនេះមិនបានចំណាយពេលយូរឡើយដោយបានស្ទុះទៅមុខដើម្បីវាយប្រហារសត្វហោះទាំងនោះហើយទទួលបានការប្រកាស Clear Rank ខ្ពស់ជាបន្តបន្ទាប់ទៀតនៅចុងសប្តាហ៍នោះជូយកបានពិនិត្យមើលទូរស័ព្ទរបស់គេដើម្បីផ្ទៀងផ្ទាត់ការទូទាត់ប្រាក់ក្នុងគណនីធនាគារថ្មីរបស់គេនិងដើម្បីប្រកាសថាអ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូនគេបានសម្លឹងមើលអេក្រង់ដោយអារម្មណ៍លាយឡំរវាងភាពភ្ញាក់ផ្អើលនិងភាពពេញចិត្តដោយឃើញថាប្រាក់បញ្ជាថ្មីបំផុតបានចូលទៅក្នុងគណនីរបស់គេហើយរបាយការណ៍បច្ចេកវិទ្យាបានបង្ហាញពីការបញ្ចូលពីរផ្សេងគ្នាប្រាក់បញ្ជាដ៏ច្រើនពីការលក់ Mana Stone និងមូលនិធិគាំទ្រប្រចាំខែបន្ថែមដែលត្រូវបានបែងចែកសម្រាប់ player ធម្មតាដែលបានចុះឈ្មោះនៅព្រឹកបន្ទាប់គេបានទូរស័ព្ទទៅសុំលាឈប់ពីការងារ part time របស់គេជាផ្លូវការរួចឈរនៅក្នុងបន្ទប់ដើម្បី Summon Warrior សម្រាប់ Raid បន្ទាប់របស់ពួកគេខណៈសាក់បានអោនក្បាលយ៉ាងជ្រាលជ្រៅនៅពេលបង្ហាញខ្លួនដោយសម្ដែងការរំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានការវិតម្លៃដ៏ល្អឥតខ្ចោះទោះបីជាមានការល្មើសបញ្ជាកាលពីពេលថ្មីនេះក៏ដោយ Master បានប្រាប់គេឲ្យធ្វើខ្លួនធម្មតាចាប់ពីជាន់ទី15ទៅដោយបោះបង់ចោលទាំងស្រុងនៅផែនការមុននេះដែលព្យាយាមធ្វើឲ្យកំណត់ត្រា Clear របស់ពួកគេយឺតយ៉ាវសប្បនិមិត្តគេបានគិតថាដោយសារតែ Management Department បានដឹងពីការពិតទៅហើយពួកគេគួរតែតម្រង់ទិសដៅទៅកាន់រង្វាន់កំណត់ត្រាបន្ទាប់តែម្ដងទៅជាមួយនឹងស្នាមញញឹមប្រកបដោយភាពជឿជាក់គេបានលើកទឹកចិត្តដៃគូរបស់គេដោយដឹងយ៉ាងច្បាស់ថាការឃ្លាជាន់ទី15ទទួលបាន S++ rank និងធានាឲ្យពួកគេទទួលបានប្រយោជន៍ trade ដ៏មានតម្លៃមួយទៀត Portal ពណ៌ខៀវដ៏ត្រចះត្រចង់បានលាបត្របាក់ពួកគេម្ដងទៀតដែលជាសញ្ញានៃការចូលទៅកាន់ level បន្ទាប់នៃ Black Tower ជាផ្លូវការទាំង System ផ្ទាំងបានបង្ហាញព័ត៌មានលម្អិតផ្លូវការសម្រាប់ជាន់ទី15ដោយប្រគល់ task ឲ្យពួកគេកំទេចក្រុម Goblin Workers ចំនួន20ក្បាលដោយលួចមើលពីក្រោយដើមឈើធំមួយជឿយកបានឃើញរូបរាងដំបូងនៃបិសាចដែលមានរូបរាងដូចមនុស្សនិងមានប្រាជ្ញាកំពុងដើរល្បាតនៅក្នុងព្រៃគេបានកត់សម្គាល់ថាសត្វទាំងនេះគឺមានល្បិចកលខ្ពស់ហើយនឹងបញ្ចេញសម្លេងអាសន្នភ្លាមដើម្បីហៅកម្លាំងជំនួយប្រសិនបើមានតែមួយក្បាលបានឃើញពួកគេដោយបានលើការព្រមានបែបនេះ Warrior រូបនេះបានញញឹមដោយភាពជឿជាក់ហើយប្រាប់ Master របស់គេឲ្យលាក់ខ្លួនដោយសុវត្ថិភាពខណៈពេលដែលគេដោះស្រាយក្រុមទាំងមូលក្នុងពេលតែមួយជាមួយនឹងការផ្ទុះឡើងនៃធម្មពលភ្លាម Assassin បានប្រែក្លាយ Stealth Skill ដ៏មានធម្មពលដោយបាត់ខ្លួនទាំងស្រុងពីការមើលឃើញក្នុងរយៈពេលត្រឹមតែមួយប្រភេទនៃវិនាទីគេបានស្ទុះវាប្រហារក្រុមល្បាតពីក្នុងស្រមោលដោយកាប់ប្រហារពួក Goblin ដែលមិនបានត្រៀមខ្លួនមុនពេលពួកវានៅមានឱកាសបញ្ចេញសម្លេងអាសន្នសូម្បីតែម្ដងជាមួយនឹងភាពច្បាស់លាស់ឥតខ្ចោះ Warrior បានកាប់ឆ្ការគោលដៅដែលនៅសល់ពីក្នុងស្រមោលយ៉ាងងាយស្រួលផ្ទាំង System បានភ្លឺឡើងភ្លាមដោយបញ្ជាក់ពីការបញ្ចប់ជាន់ទី15ដោយជោគជ័យរួមជាមួយនឹងការ level up យ៉ាងច្រើននិងការទទួលបានធនធានថ្មីនៅខាងក្រោយអេក្រង់បង្ហាញការឃ្លាភ្លាមនោះផ្ទាំង Global Notice
ដែលធ្លាប់ស្គាល់បានលេចឡើងដោយគាត់ត្រាននៅសមិទ្ធផល S+ Pairing ដ៏ល្អឥតខ្ចោះមួយទៀតរួមជាមួយនឹងការបើកផ្លូវទៅកាន់ជាន់បន្ទាប់សញ្ញាសក្តិពណ៌ប្រាក់ដ៏ភ្លឺថ្លាបានលេចរូបរាងឡើងដើម្បីជារង្វាន់សម្រាប់ការរត់ប្រកួតដ៏ល្អឥតខ្ចោះរបស់គេសសរធម្មពល Magic ពណ៌ខៀវយ៉ាងត្រចះត្រចង់បានព័ទ្ធជុំវិញ Master និងដៃគូរបស់គេដោយក្រសោបពួកគេទាំងស្រុងខណៈពេលដែល Dungeon រៀបចំបញ្ជូនពួកគេត្រឡប់ទៅវិញបន្លឺដ៏ខ្លាំងក្លាបានបញ្ចេញពន្លឺជាលើកចុងក្រោយនៅខាងក្នុងបន្ទប់ apartment ដ៏ស្ងប់ស្ងាត់ដោយបានទម្លាក់ពួកគេត្រឡប់ទៅកាន់ផ្ទះដ៏មានសុវត្ថិភាពនិងធ្លាប់ស្គាល់របស់ពួកគេវិញយ៉ាងរលូនជួយយកបានឈរនៅកណ្ដាលបន្ទប់របស់គេដោយសម្លឹងមើលការសន្សំ Platinum Badge ដែលកំពុងអណ្ដែតយ៉ាងស្រស់ស្អាតនៅលើអាកាសជុំវិញគេបានញញឹមដោយភាពពេញចិត្តដោយកត់សម្គាល់ថាគេបានប្រមូលផ្ដុំ Badge សរុបចំនួន15ជោគជ័យហើយពាង system ដ៏ធំនិងមានពន្លឺបានបង្ហាញខ្លួនភ្លាមៗនៅចំពោះមុខភ្នែករបស់គេដោយមានសម្លេងរោយ៉ាងខ្លាំងវាបានប្រកាសជាផ្លូវការថាគេត្រូវបានផ្ដល់ជូន milestone perk ពិសេសថ្មីសន្លាងមួយចំពោះការសម្រេចបាន platinum badge ចំនួន15គេបានញញឹមដោយភាពរំភើបកាន់តែខ្លាំងដោយនឹកឃើញយ៉ាងអន្ទះសារថាតាម milestone មុនបានពង្រឹង thread របស់គេនិងចំណង skill ដ៏មានថាមពលយ៉ាងដូចម្ដេចជាមួយនឹងបេះដូងដែលកំពុងលូតញាប់គេមិនអាចទប់ចិត្តមិនឲ្យឆ្ងល់បានឡើយថាតើសមត្ថភាពផ្លាស់ប្ដូរហ្គេមប្រភេទណាដែលនឹងត្រូវលេចរូបរាងឡើងនៅក្នុងលើកនេះការជួយដំណឹងដ៏ភ្លឺច្បាស់មួយបានលេចឡើងភ្លាមៗនៅពេលដែល item ថ្មីគឺ Energy Barrier Kit បានធ្លាក់ចូលទៅក្នុង status screen ការពិពណ៌នាអំពី item នេះបានបង្ហាញថាវាដើរតួជាប្រព័ន្ធ defense ការពារនិងស្រូបយក damage ដែលកើនឡើងទៅតាម level របស់អ្នកប្រើប្រាស់ដោយផ្ទាល់យូហុកសម្លឹងមើលដោយក្តីកោតសរសើរទៅកាន់កងដៃមាសដ៏ទាន់សម័យដែលទើបតែលេចរូបរាងឡើងនៅលើកដៃរបស់គាត់ដោយដឹងថាវាមានមុខងារជាស្រទាប់ defense ការពាររាងកាយទាំងមូលនៅពេលសាកល្បងវា Energy Grid ពណ៌ខៀវដូច crystal បានជះរលកពីពេញរាងកាយរបស់គាត់ដែលបញ្ជាក់ថាវាស្ថិតក្នុងស្ថានភាពសកម្មBarrier ដ៏ភ្លឺចែងចាំងបានបញ្ចេញពន្លឺយ៉ាងខ្លាំងហើយគាត់បានកត់សម្គាល់ឃើញយ៉ាងឆាប់រហ័សថាដោយសារតែវាគ្មាន tag ពិសេសសម្រាប់តែក្នុង tower គាត់ពិតជាអាចបង្ហាញ defense មួយនេះនៅក្នុងពិភពពិតបានគាត់បានប៉ះកងដៃមាសនៅលើកដៃរបស់គាត់ដោយដឹងថាគាត់ប្រហែលជាអាចលក់វាបានក្នុងតម្លៃមហាសាលហើយរស់នៅយ៉ាងសុខសាន្តទោះជាយ៉ាងណាក៏ដោយគាត់បានងាកទៅរក Cossack ហើយសួរថាតើពួកគេអាចជំរុញការឃ្លាជាន់ទី16ជាមួយនឹង rank S+ ភ្លាមបានដែរឬទេដោយសង្ឃឹមថានឹងទទួលបានរង្វាន់ milestone ដ៏ល្អជាងនេះ Assassin រូបនោះបានឆ្លើយតបយ៉ាងប្រយ័ត្នប្រយែងដោយសារភាពថាទោះបីជាវាអាចទៅរួចទាំងស្រុងក៏ដោយក៏គាត់មិនអាចធានាបាននៅ rank ដ៏ល្អឥតខ្ចោះនៅលើជាន់ខ្ពស់នោះទេឈុតឆាខាធុនតូចមួយបានបង្ហាញឡើងនៅពេលដែលបរិះវ័យក្មេងរូបនេះកំពុងពិចារណាលើជំរឿនរបស់គាត់ដោយឆ្ងល់ថាតើគាត់គួរតែផ្ដោតលើការសន្សំសំចៃធនធានដោយសុវត្ថិភាពដែរឬទេទន្ទឹមនឹងនេះដែរនៅជំរឿនជ្រៅក្នុងទីស្នាក់ការកណ្ដាលនៃ Awakening Management Department កិច្ចប្រជុំយុទ្ធសាស្ត្រមួយកំពុងតែប្រព្រឹត្តទៅAgent ទាំងឡាយបានពិភាក្សាអំពី Rookie ដ៏អាចកំបាំងរូបនេះដោយកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងថាការជូនដំណឹងអំពីការឃ្លាកម្រិតវីរភាព S++ ស្រាប់តែឈប់អាប់ដេតកាលពី15ថ្ងៃមុន Chief បានដាល់កណ្ដាប់ដៃរបស់គាត់ទៅលើទៅដោយភាពម្នាស់ចិត្តយ៉ាងខ្លាំងដោយស្ដាយស្នោះថាមេឃបានប្រទាន talent ប្រវត្តិសាស្ត្របែបនេះទៅឲ្យ player ម្នាក់ដែលភ័យខ្លាចពេកមិនហ៊ានបោះជំហានឆ្លងផុតជាន់ទី15 Team Leader John បានស្ដាប់ដោយស្ងប់ស្ងាត់ដោយយល់ថាកម្រិតការលំបាកដែលកើនឡើងចាប់ពីជាន់ទី16ទៅប្រហែលជាកំពុងរារាំងក្មេងប្រុសរូបនេះហើយរបាយការណ៍ភ្លាមៗមួយបានកាត់ចង្វាក់ក្នុងបន្ទប់ដោយទំនេរថាបងយូយុកតែបានស្នើសុំចូលទៅកាន់ Player Shop ផ្លូវការប្រកាសនេះបានធ្វើឲ្យជីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានបង្កើតទ្រឹស្ដីថ្មីស្រឡាំងមួយភ្លាមក្រុមការងារបានសន្និដ្ឋានថា Rookie រូបនេះប្រកាសជាកំពុងតែ farming នៅជាន់ទី15ម្ដងហើយម្ដងទៀតដើម្បីសន្សំប្រាក់ជាលំដាប់សម្រាប់ទិញហ្គៀកម្រិតខ្ពស់ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រដ៏ប្រយ័ត្នប្រយែងនេះChief បានបញ្ជាឲ្យក្រុមរបស់គាត់ជួយគ្រប់គ្រងក្មេងប្រុសរូបនេះជាមួយនឹង item ណាក៏ដោយដែលគាត់លុចចង់បានក្នុងតម្លៃចុះថ្លៃយ៉ាងច្រើននៅពេលដែលគាត់មកដល់ឈុតឆាបាន flashback ត្រឡប់ទៅកាលពី15ថ្ងៃមុននៅខាងក្នុង Tower ដែលជាពេលដែលពេលវេលា farming ដ៏យូរបានចាប់ផ្ដើមដំបូង Cossack បានបង្ហាញទឹកមុខតក់ស្លុតនិងមិនជឿសោះឡើយដោយស្រែកឡើងចំពោះសំណើដែល Master របស់គាត់ទើបតែបានធ្វើយោយុកបានលើកអាវរបស់គាត់ឡើងដោយធម្មតាហើយប្រាប់ដៃគូរបស់គាត់ដោយស្ងប់ស្ងាត់ឲ្យយក dagger មកចាក់គាត់ស្រាលៗ Assassin ដ៏ស្មោះត្រង់បានលុតជង្គង់ចុះដោយភាពជឿចាប់យ៉ាងខ្លាំងដោយអង្វរ Master របស់គាត់ឲ្យវាយគាត់ឲ្យស្លាប់ឬបាក់ដៃចុះប្រសើរជាងបង្ខំឲ្យគាត់ប្រព្រឹត្តអំពើល្មើសបែបនេះគាត់បានស្រែកដោយក្តីឈឺចាប់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅដោយបដិសេធដាច់ខាតមិនព្រមយកមុខកំបិតទៅជិត Summoner ដ៏ជាទីស្រឡាញ់របស់គាត់ឡើយចូលយុកដកដង្ហើមធំដោយភាពធុញទ្រាន់ហើយបញ្យល់ថាគាត់គ្រាន់តែចង់តេស្តមើលថាតើ Energy Barrier ថ្មីរបស់គាត់ដំណើរការបានល្អក្នុងការប្រយុទ្ធដែរឬទេដោយមិនខ្វល់ពីការសម្ដែងល្ខោនរបស់ Warrior រូបនេះគាត់បានសម្រេចចិត្តចាត់ការដោយខ្លួនឯងហើយព្យាយាមតេស្ត defense ដោយផ្ទាល់មេរៀនបានបញ្ចប់យ៉ាងឆាប់រហ័សនៅពេលដែលពន្លឺនៃឥទ្ធិពល Healing បានគ្របដណ្ដប់លើ screen ហើយ Master ក៏បានប្រាប់ដៃគូដ៏ប្រកែកសម្ដែងរបស់គាត់យ៉ាងរលូនឲ្យត្រឡប់ទៅបបបាញ់បិសាចក្នុង Dungeon វិញទៅ Cossack បានស្ទុះរត់ចូលទៅក្នុងព្រៃក្រាស់នៃជាន់ទី15ដោយទុក Master របស់គាត់ចោលនៅខាងក្រោយដើម្បីហាត់សម skill ផ្ទាល់ខ្លួនក្នុងអំឡុងពេលនៃការបបបាញ់កំពុងបន្តWarrior រូបនេះបានកត់សម្គាល់ថាការបោកបាញ់របស់គាត់នឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រហែល10នាទីទៀតប៉ុណ្ណោះដោយលើកទឹកចិត្តឲ្យបរិះវ័យក្មេងរូបនេះប្រើប្រាស់ពេលវេលាទំនេរនេះដើម្បីទម្លាប់ខ្លួនទៅនឹងចលនាជើងរបស់គាត់ដោយឈរតែម្នាក់ឯងនៅចំកណ្ដាលព្រៃដ៏ងងឹតយោយុកបានសម្រេចចិត្តថានេះជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការសាកល្បងបច្ចេកទេសចលនារបស់គាត់ពេលសកម្ម skill
គាត់បានហៅឈ្មោះ skill នោះដោយស្ងៀមស្ងាត់ដោយបណ្ដោយឲ្យធម្មពលងងឹតបក់បោកជំវិញជើងរបស់គាត់មានអារម្មណ៍ប្លែកភ្លាមនៅពេលដែលរូបភាពស្រមោល spectral ផ្ដើមបែកចេញពីរាងកាយពិតរបស់គាត់ជាមួយនឹងពន្លឺភ្លេចភ្លាមគាត់បានស្ទុះទៅមុខដោយរអិលឆ្លងកាត់ទីឋានយ៉ាងរលូនក្នុងល្បឿនលឿនដោយភ្លេចបន្ទោCons គាត់បានចុះចតយ៉ាងរលូននៅចម្ងាយខ្លីមួយដោយភ្ញាក់ផ្អើលជាមួយនឹងការគ្រប់គ្រងដ៏រលូននិងល្បឿនដែលគាត់មាននៅពេលនេះជាចុងក្រោយគាត់បានយល់ពីមូលហេតុដែល Cossack ជំរុញឲ្យគាត់រៀនស្គីជាក់លាក់មួយនេះមុនគេដោយដឹងថាវាផ្ដល់ឲ្យគាត់នូវសេរីភាពនៃចលនាដែលគ្មានអ្វីប្រៀបផ្ទឹមបានញញឹមបិទមាត់មិនចិត្តគាត់បានទទួលស្គាល់ថាចលនាជើងដ៏រហ័សនេះនឹងក្លាយជាឧបករណ៍ដ៏ល្អបំផុតប្រសិនបើគាត់ត្រូវការរត់គេចពីស្ថានភាពគ្រោះថ្នាក់ការផ្ដោតអារម្មណ៍របស់គាត់ត្រូវបានកាត់ផ្ដាច់ភ្លាមនៅពេលដែលសត្វធាតុពណ៌បៃតងតូចមួយដែលមានភ្នែកពណ៌ក្រហមភ្លឺបានបោះជំហានចេញពីខាងក្រោយកំពតព្រីកនសំគាត់សម្លឹងមើលដោយការភ្ញាក់ផ្អើលដោយដឹងថា Goblin Walker ដ៏វង្វេងវងម្នាក់បានលាក់ខ្លួនពីការបោះសម្អាតយ៉ាងល្អិតល្អន់របស់ Cossack ដោយរបៀបណាមួយបិសាចនោះបានស្ទុះចូលមកប្រហារគាត់យ៉ាងសាហាវបង្ខំឲ្យ Rookie រូបនេះត្រៀមខ្លួនខណៈដែលធម្មពលដ៏ខ្លាំងក្លាបានពុះកញ្ជ្រោលឡើងពីខាងក្នុង Goblin នោះបានលោតទៅមុខជាមួយនឹងសម្លេងស្រែកយ៉ាងសាហាវដោយមានបំណងហែកសាច់ player វ័យក្មេងរូបនេះជាបំណែកប្រកបដោយសភាវៈអតិសុទ្ធសាស្ត្រជឹកយុកបានហើយយ៉ាងឆាប់រហ័សដើម្បីសកម្ម barrier ការពារនៃកងដៃមាសរបស់គាត់បិសាចនោះបានបុកទង្គិចយ៉ាងខ្លាំងជាមួយនឹង protective field ដោយបញ្ជូន shock wave ដ៏ស្រួយស្រាវតាមអាកាសដែលធ្វើឲ្យ Rookie រូបនេះព្រឺសម្បល់គូតខ្យងតែម្ដង barrier នោះនៅតែការពារបានយ៉ាងល្អឥតខ្ចោះដោយស្រូបយកផលប៉ះពាល់ទាំងស្រុងហើយទុកឲ្យ Goblin trade route ដោយសារតែចិញ្ចាំងធម្មពលដ៏រឹងមាំដោយចាប់យកឱកាសនេះគាត់បានទាត់មួយជើងយ៉ាងធ្ងន់បញ្ជូនបិសាចតូចនោះឲ្យហោះថយក្រោយឆ្លងកាត់ដើមឈើដូចជាបាល់ទាត់សំឡេងភ្លាមនោះបានទាក់ទាញអារម្មណ៍របស់ Cossack ដែលបានងាកមកមើលជាមួយនឹងភ្នែកបើកធំនៅពេលដែលគាត់មានអារម្មណ៍ថាមានការរំជើបរំជួល Assassin ដ៏ស្មោះត្រង់បានប្រញាប់ប្រញាល់ត្រឡប់មកវិញក្នុងល្បឿនដ៏